តើជំនួយការមេធាវីជានរណាហើយដើម្បីឲ្យក្លាយជាជំនួយការមេធាវីត្រូវមានលក្ខខណ្ឌអ្វីខ្លះតើជំនួយការមេធាវីជានរណាជំនួយការមេធាវីគឺជាបុគ្គលិកដែលបម្រើការងារជូនមេធាវីក្រោមការទទួលខុសត្រូវដោយផ្ទាល់របស់សមីមេធាវីហើយជំនួយការមេធាវីនោះសោតក៏ត្រូវបានទទួលស្គាល់ដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាតាមការស្នើសុំរបស់សមីមេធាវីហើយសមីមេធាវីនោះគឺត្រូវតែជាមេធាវីដែលពេញសិទ្ធិនិងកំពុងតែប្រកបវិជ្ជាជីវៈមេធាវីនៅក្នុងព្រះរាជាណាចក្រកម្ពុជាចុះដើម្បីអាចក្លាយជាជំនួយការមេធាវីបានតើត្រូវមានលក្ខខណ្ឌអ្វីខ្លះហើយអ្នកណាខ្លះដែលអាចក្លាយជាជំនួយការមេធាវីបានបើយោងតាមសេចក្តីណែនាំលេខ939ចុះថ្ងៃទី29ខែមីនាឆ្នាំ2023របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីជំនួយការមេធាវីហើយក្នុងនោះក៏បានចែកអំពីលក្ខខណ្ឌនៃការស្នើសុំការជំនួយការមេធាវីនោះគឺសំខាន់បំផុតនោះទី1ជំនួយការនោះត្រូវតែមានសញ្ជាតិជាខ្មែរហើយក្រៅពីសញ្ជាតិជាខ្មែរជំនួយការនោះក៏ត្រូវតែជាបុគ្គលដែលកំពុងសិក្សាឬបានបញ្ចប់បរិញ្ញាបត្ររងឬបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រឬក៏ហៅថាផ្នែកច្បាប់ណានឹងហើយក្រៅពីផ្នែកនីតិសាស្ត្រហ្នឹងក៏អាចជាផ្នែករដ្ឋបាលសាធារណៈហើយបន្ទាប់ពីគាត់បំពេញគ្រប់លក្ខខណ្ឌនេះហើយគឺគាត់អាចពិភាក្សាជាមួយមេធាវីដែលគាត់បម្រើការជូននោះដើម្បីត្រៀមក៏ដូចជារៀបចំសំណុំឯកសារដាក់ទៅគណៈមេធាវីដើម្បីស្នើសុំគណៈមេធាវីទទួលស្គាល់ហើយគណៈមេធាវីនឹងពិនិត្យទៅលើសំណុំឯកសារនោះនឹងចេញលិខិតមួយហៅថាលិខិតទទួលស្គាល់ជំនួយការមេធាវីហើយនឹងត្រូវចេញកាតសម្គាល់ខ្លួនជូនជំនួយការមេធាវីនោះតើហេតុអ្វីបានជាមេធាវីត្រូវការជំនួយការជាការពិតណាស់មេធាវីគឺគាត់ត្រូវការជំនួយការមេធាវីដោយអាស្រ័យទៅលើទំហំការងារជាក់ស្ដែងរបស់មេធាវីផ្ទាល់ពីព្រោះថាជំនួយការមេធាវីគឺអាចជួយកិច្ចការមេធាវីច្រើនតាមការចាត់តាំងរបស់មេធាវីដោយផ្ទាល់មានដូចជាការធ្វើការស្រាវជ្រាវផ្នែកច្បាប់ពង្រៀងឯកសារពង្រៀងកិច្ចសន្យាឬក៏ពង្រៀងទៅលើពាក្យបណ្ដឹងឬក៏ឯកសារផ្សេងហើយជាពិសេសនោះគឺយកពាក្យទៅដាក់នៅតាមតុលាការឬក៏នៅតាមស្ថាប័នពាក់ព័ន្ធផ្សេងឬក៏ហៅថារៀបចំសំណុំរឿងសម្រាប់ជូនមេធាវីក្នុងការឡើងសវនកម្មក៏ដូចជារៀបចំទៅលើលិខិតរដ្ឋបាលផ្សេងជាពិសេសនោះគឺការទុកដាក់ឯកសារទាំងក្នុងទូឯកសារក៏ដូចជានៅក្នុងឯកសារនៅក្នុងកុំព្យូទ័រជាដើមអញ្ចឹងជំនួយការមេធាវីគឺគាត់ជួយកិច្ចការងារបានច្រើននេះគឺជាហេតុដែលមេធាវីគឺគាត់ត្រូវការជំនួយការដើម្បីជួយធ្វើកិច្ចការងារនឹងក្រោយឆ្លងកាត់បទពិសោធន៍ទាំងនេះតើជំនួយការមេធាវីទទួលបានអត្ថប្រយោជន៍អ្វីខ្លះឆ្លងតាមបទពិសោធន៍ជាជំនួយការមេធាវីគឺមានអត្ថប្រយោជន៍ច្រើនហើយក្នុងនោះគឺខ្ញុំសូមលើកយកតែពីចំណុចធំហៅថាសង្ខេបឲ្យខ្លីមកណាហ្នឹងហើយទី1គឺជានិស្សិតច្បាប់គឺគាត់បានអនុវត្តដោយផ្ទាល់ក្នុងវិស័យច្បាប់ដែលខ្លួនបានសិក្សាជាពិសេសគឺគាត់បានយល់ដឹងអំពីកិច្ចការងាររបស់មេធាវីដែលបានអនុវត្តទាំងក្នុងវិស័យតុលាការទាំងកិច្ចការងារក្រៅពីវិស័យតុលាការហើយជាពិសេសបទពិសោធន៍ដែលគាត់ធ្វើការជាជំនួយការមេធាវីនេះក៏ជាមូលដ្ឋានសម្រាប់ឲ្យគាត់នឹងអាចឈានទៅចាប់អាជីពក្នុងវិស័យច្បាប់ផ្សេងទៀតដែរតាមរយៈការប្រឡងប្រជែងធ្វើជាមេធាវីព្រះរាជអាជ្ញាឬក៏អាជ្ញាសាលាចៅក្រមសាការីឬក៏វិស័យផ្សេងទៀតដែលពាក់ព័ន្ធជាមួយនឹងវិស័យច្បាប់នឹងបាទនេះចំណុចទី1ហើយចំណុចទី2តាមរយៈការធ្វើជាជំនួយការមេធាវីនេះប្រសិនបើគាត់ធ្វើការងារឬបម្រើការងារលើសពី2ឆ្នាំឡើងទៅគឺគាត់បានបំពេញលក្ខខណ្ឌមួយហ្នឹងហើយក្នុងចំណោមលក្ខខណ្ឌផ្សេងទៀតដើម្បីឲ្យគាត់នឹងបានបំពេញបែបបទចូលប្រកបវិជ្ជាជីវៈ
មេធាវីតាមមាត្រា32នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីហើយក្នុងលក្ខខណ្ឌក្នុងមាត្រា32នេះគឺមានលក្ខខណ្ឌជាច្រើនក្នុងនោះគឺមានលក្ខខណ្ឌមួយដែលបានចែងថាបើសិនជាបុគ្គលគាត់មានវិស័យហៅថាបទពិសោធន៍ការងារក្នុងវិស័យច្បាប់លើសពី2ឆ្នាំឡើងទៅបាទអញ្ចឹងនេះគឺជាអត្ថប្រយោជន៍ដែលគាត់បានបម្រើការងារជាជំនួយការជាមេធាវីនេះ